សួស្តីបងប្អូនអរគ្នា Welcome back មកកាន់ episode ថ្មីសម្រាប់ episode មួយនេះខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាទៅលើ opening gap តើអ្វីទៅគឺជា opening gap អញ្ចឹងមុននឹងដឹងតាក់ទងជាមួយនឹង opening gap អ្នកទាំងអស់គ្នាត្រូវដឹងទៅលើ market តើនៅក្នុងមួយថ្ងៃទីផ្សារវាបិទប្រមាណម៉ោងនៅក្នុងមួយថ្ងៃអញ្ចឹងជាទូទៅទីផ្សារវាបិទពីម៉ោង4ទៅម៉ោង5បានន័យថាម៉ោង4ទៀបភ្លឺទៅម៉ោង5គឺវា open បានន័យថាម៉ោង4បិទម៉ោង5បើកវិញអូខេអញ្ចឹងតាក់ទងជាមួយនឹង opening gap គឺតាក់ទងជាមួយនឹងទីផ្សារបិទហើយអញ្ចឹងនៅពេលដែលទីផ្សារបើកមកគ្នាយើងដែលឃើញដែលឃើញផ្សារបើកមកគឺវាដាច់ gap បែបហ្នឹងឬក៏វាដាច់ចន្លោះបែបហ្នឹងអញ្ចឹងអាហ្នឹងគេហៅថាជា opening gap ណា opening gap អញ្ចឹងនៅពេលដែលយើងចង់ដឹងទៅលើ opening gap យើងត្រូវដឹងទៅលើទីផ្សារសិនតើវាបិទនៅពេលណាបិទចន្លោះពីថ្ងៃមួយទៅថ្ងៃមួយឬក៏ពីអាទិត្យមួយទៅអាទិត្យមួយឬក៏ពីខែមួយទៅខែមួយអញ្ចឹងវាមានដល់ day opening gap វាមាន new week opening gap វាមានទៅដល់ week opening gap វាមានmonth opening gap វាមាន year opening gap ដូចគ្នាណាអញ្ចឹងតើតើជាមួយនឹង day opening gap យើងចាប់មកបើសិនជាឆ្លងថ្ងៃទៅថ្ងៃមួយគឺយើងចាប់ជា day opening gap បើឆ្លងពីអាទិត្យមួយទៅអាទិត្យមួយគេហៅទៅជា new week opening gap អូខេអញ្ចឹងកន្លែងនេះខ្ញុំសង្កត់ធ្ងន់ទៅលើពេលវេលាបន្តិចអញ្ចឹងតើតើជាមួយថ្ងៃនេះយើងមើលឃើញជាក់ស្ដែងថ្ងៃទីថ្ងៃ30ថ្ងៃ30ថ្ងៃសុក្រទី20 2025ខែមេណាអញ្ចឹងយើងមើលថ្ងៃទី30នេះយើងមើលថ្ងៃសុក្រទី30ម៉ោង23ម៉ោង11 24ម៉ោង12យប់អញ្ចឹងម៉ោង12យប់មិនមែនថាផ្សារបិទថ្ងៃសុក្រទេណាផ្សារអត់បិទថ្ងៃសុក្រទេផ្សារបិទថ្ងៃសៅរ៍ម៉ោង4ទៀបភ្លឺណាម៉ោង4ទៀបភ្លឺគឺផ្សារបិទអញ្ចឹងយើងសម្គាល់ថាអានេះចូលដល់ថ្ងៃសៅរ៍ហើយម៉ោង12ចូលដល់ថ្ងៃសៅរ៍អញ្ចឹងម៉ោង1ម៉ោង2ម៉ោង3អូខេអញ្ចឹងនៅក្នុងមួយ candlestick ស្មើ1ម៉ោងណាខ្ញុំដាក់នៅក្នុង underline ក្នុង1ម៉ោងអូខេអញ្ចឹងយើងមើលទៅនេះផ្សារម៉ោង3វាអត់ទាន់បិទទេដល់ពេលដល់ម៉ោង4បិទអញ្ចឹងនៅពេលដែលវាបិទវាបានថា market close ហើយតោះនេះ market close វាអត់ដំណើរការទេផ្សារហ្នឹងវានៅហ្នឹងមកយើងចូលមើលមិនក៏គេដាក់ market close វាអត់ដើរការទេណាវាអត់ដូច BTC ទេអាហ្នឹង over ហ្មងវាដើររហូតណាអញ្ចឹងអានេះmarket close ម៉ោង4បានថាបិទម៉ោង4បើកម៉ោងប៉ុន្មានម៉ោង5អញ្ចឹងវាបានន័យថាចន្លោះពីអាទិត្យមួយទៅអាទិត្យមួយវាបិទនៅម៉ោង4ទៀបភ្លឺរហូតដល់ថ្ងៃច័ន្ទម៉ោង5បានវាបើកអញ្ចឹងទីផ្សារបិទម៉ោង4បើកម៉ោង5ព្រឹកអញ្ចឹងចន្លោះដែលវាបាត់ candlestick នេះបានន័យថាអានេះ bearish candle bearish នេះគឺវា close នៅខាងក្រោមទៅអញ្ចឹងយើងមិនបាច់ចាប់ពីក្រោមនេះឡើងទៅលើទេដែលជា opening gap ទេយើងចាប់ពីតម្លៃខាងលើនៃ wick high នេះមកគឺជា opening gap ណាចាំបើខ្ញុំចាប់ខ្ញុំយក horizontal rate មកអូខេខ្ញុំចាប់តម្លៃនេះមកគឺជា opening gap ណាជា opening gap អូខេអញ្ចឹងទីផ្សារបើកថ្ងៃច័ន្ទមកវាបង្កើតទៅជា gap នៅខាងលើនេះមួយទៀតអញ្ចឹងអានេះខ្លាចទៅជាអីគេ opening gap ចុះមកចាក់ចូល opening gap ក៏ support price ដោយបង្កើតទៅគេ order block ជាអ្នកទប់តម្លៃទីផ្សារនៅក្នុង opening gap ក៏រុញតម្លៃទីផ្សារឡើងទៅលើអញ្ចឹងយើងសង្កេតមើលអានេះឆ្លងពីអីគេពីអាទិត្យមួយទៅអាទិត្យមួយបានន័យថាពីចន្លោះថ្ងៃសៅរ៍អាទិត្យរហូតដល់ថ្ងៃច័ន្ទបើកវិញអញ្ចឹងបានថាជា new week opening gap ណាអាហ្នឹងគឺ new week opening gap អញ្ចឹងជាទូទៅ new week opening gap ឬក៏ day opening gap បើសិនក្នុងករណីវា long ឆ្ងាយចេះវាថាវាឡើងដូចខ្ពស់ដល់លើនេះអញ្ចឹងអាហ្នឹង volume អ្នក entry ទៅពេលដែលផ្សារ close ហ្នឹងគឺច្រើនមានអ្នកជាប់ hold ជាប់ buy ជាប់ sell អញ្ចឹងទៅតោះនេះបានធ្វើឲ្យកម្លាំងវារុញឡើងទៅខ្លាំងអញ្ចឹងកន្លែងនេះគឺដូចគ្នាអាចថាកម្លាំងអ្នកជាប់ position buy នៅកន្លែងច្រើនបានវារុញទៅដល់លើនេះអូខេអញ្ចឹងជាមូលហេតុដែលបង្កើតទៅជាកម្រិតទីផ្សារបានវារុញឡើងទៅលើរួចអូខេអញ្ចឹងនៅពេលដែលបើកថ្ងៃថ្មីមកគឺថ្ងៃច័ន្ទថ្ងៃទី2ក៏វា open ម៉ោង5មកចាក់ចូលនៅម៉ោងប៉ុន្មានម៉ោង9ព្រឹកដែលជា Asia season ម៉ោង8 9 7 8 9ហ្នឹងគឺ Asia season បើកមកចាក់ចូលបង្កើត order block រុញតម្លៃឡើងទៅលើណាឡើងទៅលើអូខេអញ្ចឹងកន្លែងនេះគឺជា new week opening gap ជា new week opening gap អញ្ចឹងសូម copy អានេះមួយ copy new week opening gap នេះមួយឬក៏មិនទេចាំខ្ញុំ tick នៅលើហ្នឹងហ្មងអញ្ចឹងទីផ្សារក៏បានចុះមកចាក់ចូល new week opening gap អូខេចាក់បាច់ហើយស្ទុយមិនមែនថាចាក់បាច់ភ្លាមយកឱកាសបាយនឹងភ្លាមទេ no មិនមែនទេណាវាជា array នៃ ICT យើងចាប់តែ array សិនមកដល់ពេលចូល model ចាំនិយាយគ្នាទៀតអូខេអញ្ចឹងនេះចាក់ចូល opening gap វាជា new week opening gap ណាខ្ញុំយក text មកសម្រាប់ text នេះខ្ញុំគ្រាន់តែ analyze គ្នាយើងមើលទេតាក់ទងជាមួយ text យើងមានរបៀបក្នុងការ save ណាកុំយកមកតែផ្ដេសតែផ្ដាស់ណា new week opening gap new week opening gap អូខេ
opening gaps អញ្ចឹងវាមានតម្លៃដូចតា fair value gap ដែរតាក់ទងជាមួយនឹង new week opening gap នៅពេលដែលវាចាក់ចូលហើយវាយើងមើល price action បានន័យថាមើលតម្លៃទីផ្សារជាក់ស្ដែងនៅពេលដែលវាចាក់ចូលវាមាន confirm unicorn វាមាន array confirm ចាប់ពី4 5 6 7 array ទៅបានយើងអាចរកឱកាស buy ឡើងមិនមែនថាឲ្យតែមាន array strong អីទេណាយើងត្រូវមើល price action ណាអូខេអញ្ចឹងអានេះតាក់ទងជាមួយនឹង new week opening gap បើសិនជាឆ្លងអាទិត្យបើអាទិត្យថ្មីមកអាហ្នឹងគេហៅថា new week បើសិនជាឆ្លងថ្ងៃអាហ្នឹងគេហៅថា day opening gap អញ្ចឹងខ្ញុំចូលទៅលើ day opening gap មួយទៀតអញ្ចឹងខ្ញុំសុំ clear នេះ clear ទាំងអស់មកទៅអញ្ចឹង day គឺឆ្លងពីថ្ងៃមួយទៅថ្ងៃមួយបានន័យថាឆ្លងពីថ្ងៃច័ន្ទទៅថ្ងៃអង្គារអញ្ចឹងទៅណាអញ្ចឹងយើងមើល day opening gap អញ្ចឹងអានេះបកគោនេះម៉ោង3ថ្ងៃអង្គារបានន័យថាចូលថ្ងៃថ្មីហើយអញ្ចឹងអានេះថ្ងៃអង្គារថ្ងៃពហុ sorry អានេះថ្ងៃពុធម៉ោង23 24ម៉ោង12ចូលថ្ងៃពហុហើយនេះពហុម៉ោង1ម៉ោង2ម៉ោង3ម៉ោង4ម៉ោង4ផ្សារ market close អូខេ market close ហ៎អញ្ចឹងបើកម៉ោងប៉ុន្មានម៉ោង5ណាម៉ោង5មកផ្សារបើកក៏ចូលជា day opening gap day opening gap ណា day opening gap អញ្ចឹងកន្លែងនេះខ្ញុំយក rectangle មកគូវិញគូនេះវាធំពេកអញ្ចឹងយក day opening gap អូខេខ្ញុំចាប់កន្លែងនេះជា day opening gap day opening gap អូខេចាប់ចំអាតម្លៃចុង wick នេះមកតម្លៃ body របស់វានេះខ្លួនប្រាណរបស់វាហ្នឹងអានេះចាប់ចំ body ខាងលើនេះមកអូខេអញ្ចឹងនេះក៏បានចាក់ចូល opening gap អញ្ចឹងយើងចូលទៅមើល30នាទី30នាទីក៏បានចាក់ដូចគ្នាចូលទៅមើល15នាទីអូខេបាច់ក៏ឡើងទៅលើស្ទុយឃើញទេបាច់ហោះស្ទុយណាអញ្ចឹងនេះបង្កើតទៅជាគេ endorsement តិចទៀតរៀនដល់ endorsement ទៀតអញ្ចឹងអានេះយើងមើលទៅឆ្លងពីថ្ងៃ1ថ្ងៃពុធចូលទៅថ្ងៃពហុអញ្ចឹងគេហៅថា day opening gap ឆ្លងពីថ្ងៃមួយទៅថ្ងៃមួយគេហៅថា day opening gap ដល់ពេលឆ្លងអាទិត្យគឺគេហៅថា new week opening gap អញ្ចឹងតើតើជាមួយនឹងថ្ងៃពេលខ្លះវាអត់សូវ strong ហ្មងទេដោយសារតែវាអត់មានកម្លាំង entry hold position ណាណាបើអាទិត្យមានណាអាទិត្យមានច្រើនអញ្ចឹងមិនមែនថាប្រកាសថាអាទិត្យហ្នឹងវាមានច្រើនរហូតទេពេលខ្លះក៏វាមានទៅពេលខ្លះក៏វាអត់ដែរណាអញ្ចឹងក៏វាមិនប្រកាសដែរយើងកន្លែងនេះឃើញទេអានេះយើងមើលទៅថ្ងៃសៅរ៍អាទិត្យដែរអានេះគឺជា new week opening gap យើងក៏កលេចកាត់ក៏សង្កត់លើ candle បដានេះថ្ងៃសៅរ៍ម៉ោង3អញ្ចឹងយើងដឹងថាហ្នឹងជា new week opening gap ណា new week opening gap យើងចាប់ពីលើមកក្រោមអញ្ចឹងមកប៉ះបាច់ធ្លាក់គ្រប់ណាប៉ះបាច់ធ្លាក់គ្រប់ model entry ស្អាតណា scenario នេះអូខេអានេះមានអីគេ CISD អូខេអានេះ FVG អានេះ order block ទប់តម្លៃទីផ្សារអូខេអញ្ចឹងតើតើជាមួយនឹង opening gap ខ្ញុំមានតែប៉ុណ្្នឹងទេបើសិនជាយើងមើលទៅថាអានេះជាឆ្លងអាទិត្យមួយទៅអាទិត្យមួយយើងចាប់ថាជា new week opening gap បើសិនជាឆ្លងពីថ្ងៃមួយទៅថ្ងៃមួយអាហ្នឹងគេហៅថា day opening gap ដូចកន្លែងនេះ new week opening gap អញ្ចឹងនៅពេលដែលទីផ្សារបើកមកគឺយើងអាចរកឱកាស buy បាននៅពេលដែលវាដាក់នៅលើអញ្ចឹងចាក់ចូល opening gap អានេះក៏បង្កើតទៅជា fair value gap មួយដែរយើងរកឱកាស buy បាននៅនឹងបានណា buy នឹងបានអញ្ចឹងជាទូទៅអ្នកខ្លះក៏ងើបមកគេបានលុយដែរអញ្ចឹងគេ trade ទៅហ្នឹងគេ trade opening gap ហ្នឹងអូខេអញ្ចឹងតើតើជាមួយនឹង opening gap ខ្ញុំមានតែប៉ុណ្្នឹងទេអញ្ចឹងយើងចាប់ទាំងអស់គ្នាមកណាព្យាយាម back test ឲ្យបានច្រើនណាការ back test គឺវាសំខាន់បំផុតហ្មង back test ទោះបីយើងអត់មាន trading view replay ក៏ដោយណាយើងចូលទៅ trading view ហ្នឹងយើងចូលមកសួរថាអានេះមូលហេតុអីវាប៉ះហ្នឹងមូលហេតុអីវាឡើងមូលហេតុអីវាចុះមូលហេតុអីវាឡើងយើងហៅមូលហេតុបែបហ្នឹងឲ្យខ្លួនឯងដើម្បីយកទៅវិភាគទីផ្សារជាក់ស្ដែងអូខេអាហ្នឹងវាជាការ back test មួយរបស់ខ្ញុំដឹងថាបើសិននៅក្នុងករណីដែលខ្ញុំបង្កើតនៅកំហុសកន្លែងហ្នឹងខ្ញុំរកមូលហេតុអីដែលខ្ញុំចូលបាយនៅកន្លែងហ្នឹងណាមិនមែនយកមួយ array ពីរ array យក FVG ទៅចូល confirm ចូលទីផ្សារឯណូបើនៅពេលដែលខ្ញុំចូលមិនក្រោមពី5 array ទៅ6 array ទេណាហើយមិនមែនថាបង្កើត5 array 6 array ហើយប្រកាសថាវាឡើង 100% ខ្ញុំមើល price action គឺតើតើជាមួយនឹងតម្លៃទីផ្សារជាក់ស្ដែងនៅពេលដែលវាចាក់ចូលតំបន់ដែលយើងរងចាំណាអូខេអញ្ចឹងតើតើជាមួយនឹងopening gap មាន day opening gap មាន new week opening gap មានតែប៉ុណ្្នឹងទេអរគុណច្រើន